អូនដែលប្រើប្រភេទ Catholic filter ឬក៏ធុងចម្រោះប្រើស្បែកខ្ញុំសូមណែនាំឲ្យបងប្អូនត្រូវមានស្បែកចម្រោះមួយនៅខាងក្រៅដើម្បីសកួរពេលដែលស្បែករបស់យើងមានបញ្ហាច្រោះទឹកអត់ស្អាតអញ្ចឹងនេះខ្ញុំសូមណែនាំនៅស្បែក3ប្រភេទនេះដែលប្រើប្រាស់ជាមួយនឹង Catholic filter ដែលមានមុខងារពិសេសលើសពីស្បែកធុងចម្រោះធម្មតាអញ្ចឹងសម្រាប់ពណ៌ប្រភេទនេះមុខងារសំខាន់របស់វាគឺជួយកាត់បន្ថយក្លិននៅក្នុងអាងហែលទឹកអញ្ចឹងសម្រាប់អាងហែលទឹករបស់បងប្អូនដែលមានធុំក្លិនមិនល្អអាចប្រើប្រាស់ជាមួយនឹងស្បែកនេះបានហើយសម្រាប់ពណ៌ខៀវនេះវិញមុខងារពិសេសរបស់វាគឺកាត់បន្ថយការកកើតនៅបាក់តេរីនៅក្នុងអាងហែលទឹកអញ្ចឹងបើសិនជាអាងហែលទឹករបស់បងប្អូនអត់ស្អាតងាយឡើងស្លែអាចប្រើជាមួយនឹងស្បែកនេះបានហើយសម្រាប់ពណ៌លឿងនេះមុខងារកាន់តែពិសេសរបស់វាអាចច្រោះទឹកបានកាន់តែស្អាតរហូតដល់5ម៉ៃក្រុងអញ្ចឹងបើសិនជាបងប្អូនមានធុងចម្រោះហើយប៉ុន្តែឃើញថាអាងហែលទឹករបស់បងប្អូននៅតែមិនស្អាតអញ្ចឹងអាចជ្រើសរើសដូរស្បែកប្រើប្រភេទពណ៌លឿងនេះបានតែស្បែកធម្មតាគឺអាចច្រោះបានត្រឹមតែ15ម៉ៃក្រុងប៉ុណ្ណោះប៉ុន្តែស្បែកមួយនេះវាមានមុខងារពិសេសច្រោះបានទៅដល់5ម៉ៃក្រុងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់កម្មង់ស្បែកធុងចម្រោះខាងក្រោយនេះទៅប្រើប្រាស់អាចទាក់ទងមកកាន់ឃ្លាំងអាងទឹក 6A និងលេខទូរស័ព្ទនៅក្នុងវីដេអូនេះបាយបាយ